បាទសួស្តីបងប្អូនថ្ងៃនេះមកឆ្លើយកំមុនអាពូនប្រមួយដែលមានឈ្មោះអវិជ្ជាជីវៈនេះថាមូលហេតុហ្នឹងគឺដោយសារតែម៉ាស៊ីនហ្នឹងចាញ់ម៉ាស៊ីនម៉ូតូទៀតហើយមានវិជ្ជាជីវៈត្រឹមត្រូវនៅគាត់ថាគ្មានវិជ្ជាជីវៈគ្មានណាចាប់អារម្មណ៍អញ្ចឹងហើយសម្រាប់គាត់មិនដឹងគាត់គិតមិនទេតែសម្រាប់ខ្ញុំវិញគាត់ចង់ឲ្យគាត់ទៅរកអ្នកមានវិជ្ជាជីវៈទៅព្រោះអ្នកមានវិជ្ជាជីវៈពងដេកឯពងហើយតែនេះកន្លែងដែលគាត់តោះបងប្អូនគឺខ្សែភ្លើងវាញ៉ៃញ៉ៃអញ្ចឹងគាត់ថាខ្សែភ្លើងញ៉ៃញ៉ៃគ្មានវិជ្ជាជីវៈជាតភ្លេចភ្នែកអញ្ចឹងចង់ប្រាប់ថានេះគឺខ្ញុំរៀនយូរមុំតចេញបានប៉ុណ្ណឹងហើយនេះលើកទី1របស់ខ្ញុំទេហើយខ្ញុំតឲ្យដំណើរការល្អធម្មតាហើយសម្រាប់ម៉ាស៊ីនវិញគឺគាត់ថាម៉ាស៊ីនបានផែម៉ាស៊ីនម៉ូតូត្រូវហើយព្រោះនេះមិនមែនដូចម៉ាស៊ីនម៉ូតូឯងម៉ាស៊ីនវាមួយហ្នឹងកម្លាំងវាស្មើនឹងម៉ូតូយើងមួយគ្រឿងខ្លាំងជាងវា12សេះកន្លះអញ្ចឹងហើយតសេះភ្លើងហ្នឹងខ្ញុំតសារទៅបងប្អូនគាត់ថាយើងអត់មានកន្លែងណារៀបអីចឹងហើយសម្រាប់គាត់ថាក៏ខ្ញុំអត់តូចចិត្តដែរព្រោះថាគាត់មិនមែនជាខ្ញុំអញ្ចឹងសម្រាប់ភាពគាត់ប្រហែលជាខ្លាំងជាងខ្ញុំតែគាត់នៅដេកអេសប៉ងគាត់មានចេះបានទៅថាតែអត់ធ្វើហើយសម្រាប់ខ្ញុំវិញអត់ទៅនិយាយច្រើនទេគាត់ថាបើខ្ញុំចង់ធ្វើខ្ញុំធ្វើហើយខ្ញុំអត់ចាំបាច់នៅនិយាយច្រើនហើយម៉ាស៊ីននេះគឺមិនបានផែម៉ាស៊ីនម៉ូតូទេព្រោះថាម៉ាស៊ីននេះមួយគ្រឿងវាតម្លៃផែជាងបានម៉ូតូអសង្ខយើងចង់បានមួយគ្រឿងឯងបងប្អូនព្រោះថាម៉ាស៊ីនហ្នឹងមួយគ្រឿងតម្លៃ 1K ជាងអីហើយនៅស្លាបនៅការកែច្នៃនៅបន្ថែម servo គឺនៅពពាក់បន្ថែមគ្រឿងច្រើនហើយនៅបន្ថែមដុំដេរទៀតព្រោះថាម៉ាស៊ីនហ្នឹងទិញមកមានដុំដេរទេហើយគឺម៉ាស៊ីននេះវាទាំងអស់ខ្ញុំពពាក់លើម៉ាស៊ីនយន្តហោះខ្ញុំ4គ្រាប់ប៉ុន្តែវាមានម៉ាស៊ីនចំនួន8អញ្ចឹងប្រភេទម៉ាស៊ីនគេហៅម៉ាស៊ីន boxer engine អញ្ចឹងប្រភេទម៉ាស៊ីន piston plus piston 2អញ្ចឹងហើយកម្លាំងវាខ្ញុំប្រាប់បងប្អូនថាមួយវា 120cc 12សេះកន្លះហើយនេះសម្រាប់ពាន់ហើយខ្ញុំអត់បានធ្វើផ្សារចតទេគាត់ថាធ្វើតេស្តសិនដល់ពេលយើងធ្វើតេស្តត្រឹមត្រូវហើយបានយើងផ្សារជាប់ចឹងហើយយើងទាញស្កូតទាញអីទៅវាដំណើរការល្អចឹងហើយសម្រាប់វីដេអូហ្នឹងខ្ញុំផ្ដាំទៅបងដែលមានវិជ្ជាជីវៈនឹងមើលផងបើមើលទៅទឹកដៃវិជ្ជាជីវៈមិនវិជ្ជាជីវៈ10ខ្ញុំមកកូរ៉េ10ឆ្នាំនេះខ្ញុំរៀនបដាធ្វើការបដាគឺអានេះលើកទី1ដែលខ្ញុំផលិតវាឡើងអញ្ចឹងបងប្អូនការឆ្លាញ់របស់ខ្ញុំគឺវាបានប៉ុណ្្នឹងអញ្ចឹងមិនដឹងថាវាជោគជ័យឬក៏យ៉ាងណាទេប៉ុន្តែទោះបីមានខមមិនចឹងប៉ុន្មានទៀតក៏ខ្ញុំមិនបាក់ទឹកចិត្តដែរព្រោះថានេះខ្ញុំឆ្លាញ់យូរហើយខ្ញុំនឹងបន្តធ្វើព្យាយាមធ្វើបន្តទៀតរហូតដល់បានជោគជ័យចឹងបងប្អូនហើយខ្ញុំចេះប៉ុន្មានខ្ញុំធ្វើប៉ុណ្្នឹងខ្ញុំអត់ចាំដល់មានវិជ្ជាជីវៈចេះហោះចេះហើរបានខ្ញុំអាចធ្វើទេគឺខ្ញុំអាចចេះធ្វើបានប៉ុន្មានខ្ញុំធ្វើប៉ុណ្្នឹងខ្ញុំបង្ហោះវីដេអូនេះយកមតិបងប្អូនខ្លះយកមកកែប្រែលើយន្តហោះខ្ញុំខ្លះចឹងទើបខ្ញុំថតផុសឲ្យបងប្អូនមើលជួយកែលម្អគ្នាចឹងបងប្អូនហើយសម្រាប់យន្តហោះខ្ញុំនេះគឺមានការចាប់អារម្មណ៍ច្រើនគឺមិនដូចគាត់ថាมันមានអ្នកចាប់អារម្មណ៍ទេគឺ TikTok ខ្ញុំផុសតែមួយអាទិត្យ